ថ្ងៃនេះខ្ញុំនឹងបង្ហាញពីវីដេអូនៃការធ្វើផ្កាដែលច្នៃចេញពីស្លឹកទ្រាំងជាដំបូងយើងត្រូវកាត់ស្លឹកទ្រាំងឲ្យចេញជារាងចតុកោណកែងហើយយើងត្រូវកាត់វាឲ្យចេញជារាងស្រទាប់ផ្កាតាមទម្រង់ដែលយើងចង់បានមកដល់ចំណុចនេះយើងត្រូវយកស្រទាប់ផ្កាដែលយើងកាត់ហើយមកផ្គុំនិងទាក់ជាមួយនឹងខ្សែអំបោះដើម្បីចេញជារាងផ្កាដើម្បីទទួលបានផ្កាមួយគ្រាប់ដែលមើលទៅមានភាពលេចធ្លោស្រស់ស្អាតគឺតម្រូវឲ្យយើងមានការយកចិត្តទុកដាក់ហើយខ្ញុំក៏សូមអរគុណទៅដល់អតិថិជននិងបងដែលតែងតែគាំទ្រមកលើហាងផ្ការំយោលរបស់យើងខ្ញុំក៏ដូចជាគាំទ្រលើផ្កាដែលច្នៃដោយដៃដែលបង្កប់នៅអត្ថន័យនិងអាចរក្សាទុកបានយូរ